ខ្ញុំមកនិយាយពីរបាំថៃមកប្រភេទឈ្មោះថារបាំណូរ៉ាហើយខ្មែរយើងយកមកបកថាមโนរាអញ្ចឹងទៅយើងស្ដាប់ទៅហាក់ដូចជាពាក់ព័ន្ធជាមួយនឹងព្រះសទ្ធននឹងកែមโนរាក៏ប៉ុន្តែរបាំហ្នឹងគឺថៃចេញរំទៅខ្មែរយើងអត់ឈឺក្បាលអត់អីរាល់ដងយើងមានអីគេមាននឹងដែរអញ្ចឹងណាប៉ុន្តែសម្រាប់របាំណូរ៉ាហ្នឹងមួយគឺឯចង់រំអីយករំធ្វើមិនរំទៅគឺខ្មែរយើងអត់ខ្វាយខ្វល់ព្រោះអីគឺមិនមែនជារបស់យើងតែចង់បានធ្វើអីណខ្ញុំដំបូងយកច្រឡំថារបាំហ្នឹងគឺពាក់ព័ន្ធនឹងព្រះសទ្ធននឹងកែមโนរាខ្ញុំគិតថាមិនមែនមានតែខ្ញុំមានបងប្អូនច្រើនទៀតគឺច្រឡំដូចខ្ញុំដែរអញ្ចឹងធ្វើឲ្យខ្ញុំមានចិត្តទៅស្រាវជ្រាវពីប្រវត្តិរបាំហ្នឹងតើមានអីពាក់ព័ន្ធនឹងសិល្បៈខ្មែរអត់គឺសូម្បីតែចេញមករបាំអីគឺមានពណ៌ចម្រុះឆើតឆាយចម្រុះច្រើនហើយរំមិនប្រកាន់ប្រុសឬស្រីប្រុសក្រំបានស្រីក្រំបានអត់ដូចរបាំរាជទ្រព្យខ្មែរយើងដូចថាតម្រងគឺសម្រាប់តែមនុស្សស្រីរំហើយយើងមានរបាំជនជាតិភាគតិចឬក៏របាំតាមតំបន់គឺមានគូប្រុសស្រីរំបណ្ដែររបាំរបស់ថៃហ្នឹងដូចជាចេញមកគឺប្រុសស្រីគឺរំស្មើគ្នាតឥឡូវនេះខ្ញុំមកនិយាយពីប្រវត្តិរបាំហ្នឹងគ្រូដើមរបស់របាំហ្នឹងគឺជាមនុស្សប្រុសឈ្មោះថាស៊ីសុថាហើយរបាំហ្នឹងគឺគេមានពូជគេសម្រាប់កាន់តគ្នាអញ្ចឹងណាហើយគេមានបុណ្យរំលឹកពីរបាំហ្នឹងហើយបើសិនជាដូចថាខ្សែអ្នករំរបាំណូរ៉ាហ្នឹងកាលណាដែលថារដូវកាលគេមកដល់ហ្នឹងគឺដឹងតែរបៀបធ្វើទុកអីចឹងហើយអ្នករំរបាំហ្នឹងគឺត្រូវការប៉ិនប្រសពខាងពុតដៃពុតជើងដូចកាយវប្បកម្មហើយមកនិយាយពីប្រវត្តិដើមបំផុតដែលបង្កបង្កើតឲ្យកើតជារបាំហ្នឹងអានេះតាមប្រវត្តិថៃគេនិទានតមកនៅក្នុងសម័យដើមនៅទឹកដីផាត់តលំរបស់ថៃហ្នឹងគឺមានបរិជាមួយអង្គហ្នឹងគឺឈ្មោះថាបចៅសៃហ្វាតហ្វាមានបុត្រីមួយអង្គហ្នឹងឈ្មោះពនាងនួនសំលីគាត់រាំស្អាតហើយបៃតាហ្នឹងឃើញកូនហ្នឹងចេះរាំស្អាតចឹងទៅក៏ឃើញខ្លាចកូនហ្នឹងដូចថាព្រួយបារម្ភថាគាត់ទៅខូចខលជាមួយបុរសណាអីចឹងណាហើយក៏ធ្វើសាងប្រាសាទមួយខ្ពស់ឲ្យកូនស្រីទៅនៅដាច់ដライចាត់ភីលៀងប្រហែល30នាក់ឲ្យបម្រើមើលបាយមើលទឹកអីចឹងស្រាប់តែថ្ងៃមួយហ្នឹងគឺគាត់ចង់មកចេញមកលេងនៅក្រៅហើយស្រាប់តែឃើញការឈូកដូចមានចិត្តថាឃ្លានអាកេសរឈូកហើយក៏ពនាងហ្នឹងបែបការឈូកហ្នឹងសោយតែម្ដងហើយភីលៀងឃើញអញ្ចឹងក៏នាំគ្នាស្រែកពួកអីអត់នឹកស្មានថាពនាងហ្នឹងឃ្លានកេសរការឈូកហើយទៅសោយអញ្ចឹងណាហើយមួយខ្លាចស្រែកថាពនាងហ្នឹងពោលតែពនាងហ្នឹងថាអត់អីទេហើយក៏ទៅផ្ទុំវិញអីធម្មតាស្រាប់តែបានប្រហែល2 3ថ្ងៃពនាងហ្នឹងស្រាប់តែចាញ់កូនហើយពោះហ្នឹងឡើងធំខុសធម្មតាហើយភីលៀងហ្នឹងគឺម្នាក់នាំគ្នាភ័យហេតុអីអត់ឃើញមានបរិះណាថាមកពាក់ព័ន្ធជាមួយពនាងឬក៏មកកវែលប្រាសាទអីសោះហេតុអីក៏ពនាងហ្នឹងពោះធំមកពីណារហូតដល់បៃតាហ្នឹងគឺចង់ឃើញពនាងរំអញ្ចឹងទៅក៏ហៅពនាងឲ្យទៅរំថ្វាយស្រាប់តែរៀងចម្លែកឃើញកូនស្រីហ្នឹងពោះធំចុះបាច់ប្រហែលថ្ងៃពោះធំចម្លែកហើយកូនហ្នឹងគឺកើត2 3ថ្ងៃហ្នឹងស្រាប់តែពោះមួយខ្ទាតលឿនដូចជាមនុស្សកើត4 5ខែអញ្ចឹងណាហើយក៏ដឹងថាពោះធំអញ្ចឹងទៅក៏ស្ដេចនឹងខឹងនិរទេសបដិញចេញបដែតតាមក្បូនទៅនៅលើកោះមួយហើយក៏បានកើតកូនប្រុសមួយឈ្មោះថាស៊ីសថាដែលជាគ្រូរបាំមโนរាមកដល់លើអញ្ចឹងណាហើយពនាងហ្នឹងក៏យប់ឡើងដេកយល់សពឃើញថាមានទេវតាហ្នឹងមកវាយស្គាល់ផងអីផងហើយមានទេពអសរ12អង្គហ្នឹងមករំរបាំទេពអសរហ្នឹងចំនួន12ក្បាច់ផ្សេងគ្នាអញ្ចឹងឃើញក្នុងយល់សពហ្នឹងហើយក៏ចាំហើយក៏មកប្រហាត់បរៀនកូនហើយកូនហ្នឹងក៏ចេះដើររំដើរអីចេះតែមានគេឈ្មោះសោះសាយល្បីល្បាញអញ្ចឹងក៏ទៅលឺដល់ស្ដេចហើយដល់ចឹងទៅក៏ស្ដេចហ្នឹងក៏ហៅកូនហ្នឹងដែលឈ្មោះស៊ីសថាហ្នឹងទៅរំទៅក៏ឃើញទេកូនហ្នឹងគឺមុខដូចថាកូនស្រីរបស់ខ្លួនដែលត្រូវបដិញចេញមុខដូចពនាងនួនសំលីអញ្ចឹងមើលយូរទៅចេះតែដូចទៅហើយសួរថាកូនចៅកូនហ្នឹងមកពីណាអីពីណីអញ្ចឹងក៏កូនហ្នឹងរៀបរាប់រាយរាប់ទៅថាម៉ែឈ្មោះអញ្ចឹងចុះទៅក៏សួរនាំទៅក៏ដឹងថាចៅរបស់ខ្លួនហ្នឹងហើយក៏ឲ្យមាសឲ្យពេជ្រអីហ្នឹងទៅកូនហ្នឹងហើយតែងតាំងកូនហ្នឹងជាគ្រូណូរ៉ាប្រចាំរាជវាំងអញ្ចឹងបានកើតជារបាំណូរ៉ាតមកមានពូជគេហ្នឹងគឺចាំរំរបាំហ្នឹងតរហូតមកដល់ឥឡូវអ្វីដែលខ្ញុំនិយាយនេះគឺសរុបមកខ្ញុំចង់និយាយថាអត់មានពាក់ព័ន្ធនឹងព្រះសទ្ធននឹងកែវមโนរាទេតែដោយសារខ្មែរយើងវាច្រើន
គឺយករឿងពីគេយកមកបកប្រែអីដាក់ថារបាំមโนរាអញ្ចឹងយើងគិតថាពាក់ព័ន្ធជាមួយនឹងព្រះសទ្ធុននឹងកែមโนរាហេតុអីបានខ្ញុំអះអាងអញ្ចឹងឯងព្រោះអីតាមស្ដាប់ប្រវត្តិទៅពនាងហ្នឹងដេកផ្ទុំយសពទៅឃើញទេវតា12អង្គមករាំថ្វាយ12ក្បាច់ខុសគ្នាអញ្ចឹងវាអត់ពាក់ព័ន្ធនឹងកែវមโนរាអីទេហើយគាត់យកមកដាក់ឈ្មោះខ្លួនឯងថាជានរ៉ាទេ